លោកផៃវណ្ណៈបានផ្ដាំចំតែកាន់មន្ត្រីដែលនៅតែបំពេញនិងបំរាមរបស់រាជរដ្ឋាភិបាលឲ្យឈប់បានឈប់ទៅកុំឲ្យខូចអនាគតនេះបើយោងទៅតាមកណែននៅ Facebook ផ្លូវការរបស់លោកផៃវណ្ណៈដែលបានបង្ហោះមានអត្ថន័យទាំងស្រុងថាខ្ញុំមកដល់ព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យបានជួបមេសមត្ថកិច្ចមួយចំនួនពេលជួបខ្ញុំពួកគាត់និយាយថាគោរពបងដោយខ្ញុំនេះធ្វើមេគាត់ពីងកាល់ប៉ុន្តែនៅក្រៅខ្នងពាក្យគោរពបងនាំមនុស្សខុសច្បាប់ផងទំនិញខុសច្បាប់ផងឆ្លងដែនហោហាយពួកគាត់គិតថាខ្ញុំទីងងមិនដឹងអំពីអំពើល្មើសច្បាប់របស់ពួកគាត់ឬតាមពិតទៅខ្ញុំមកធ្វើការនៅព្រំដែននេះខ្ញុំបានដឹងរឿងជាច្រើនទាំងករណីឆ្លងដែនខុសច្បាប់ទាំងនាំទំនិញឆ្លងដែនខុសច្បាប់ទាំងករណីចាក់ដីរំលោភយកអូជាប់ព្រំដែនលាក់នឹងលាក់ប៉ុន្តែខ្ញុំមិននិយាយព្រោះគិតថាសភាពការព្រំដែនកំពុងក្តៅពេលនេះខ្ញុំគិតថាល្មមដកតំណែងវាយខ្នោះខ្លះហើយព្រោះអស់លោកសមត្ថកិច្ចទាំងនេះប្រហិនណាជាពិសេសអាងមេកាងហ៊ានបំពេញបំរាមនិងបាត់បញ្ជារបស់រាជរដ្ឋាភិបាលករណីនៅខេត្តបន្ទាយមានជ័យសមត្ថកិច្ចព្រំដែនវិរៈការពារព្រំដែនដែលចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យមួយចំនួនរកស៊ីល្មើសច្បាប់ជាប្រចាំតែម្ដងទោះបីបច្ចុប្បន្នស្ថានភាពព្រំដែនកំពុងមានកម្ដៅដូចភ្នំភ្លើងក៏ដោយអស់លោកឈប់បានឈប់ទៅកុំឲ្យខូចអនាគតតួនាទីបុណ្យសក្តានៈក្របខ័ណ្ឌមិនមែនបានមកដោយងាយទេខ្ញុំប្រាប់យកតែបុណ្យទេនេះសំណេរទាំងស្រុងរបស់លោកផៃវណ្ណៈដែលគាត់ចុះទៅតាមបណ្ដោយព្រំដែនហ្នឹងធ្វើការមួយរយៈហើយគាត់បានដឹងរឿងជាច្រើនពីករណីខុសច្បាប់បំពេញទៅនឹងបំរាមរបស់រាជរដ្ឋាភិបាលថាមិនឲ្យនាំនៅតែនាំមានមេណានៃកាងឲ្យទៀតអញ្ចឹងហើយបានពួកគាត់ចាប្រហើនអញ្ចឹងគឺគាត់ដឹងរឿងអស់ហើយប៉ុន្តែគាត់មិនទាន់និយាយទេដោយសារតែស្ថានភាពព្រំដែននេះគឺកំពុងតែក្តៅដូចភ្នំភ្លើងអញ្ចឹងដោយបងប្អូនបានដឹងតាក់ទងទៅនឹងបញ្ហានៅតំបន់ភូមិព្រៃច័ន្ទហើយនិងភូមិជោគជ័យខាងយោធាសៀមនោះគឺនៅតែចាបន្ថែមនូវភាពតានតឹងនៅទីនោះហើយដាក់កំណត់ថ្ងៃត្រឹមថ្ងៃទី10ខែតុលាឆ្នាំ2025នឹងទៀតឲ្យពលរដ្ឋកម្ពុជាដែលនៅក្នុងតំបន់នោះនឹងគឺរើចេញពីតំបន់នោះទៅបើមិនរើទេគឺគេនឹងប្រើវិធានការបណ្ដេញចេញអីជាដើមអញ្ចឹងគឺស្ថានភាពកំពុងតែក្តៅបែបនេះប៉ុន្តែមានមន្ត្រីមានឈ្មួញដែលប្រហើនទាំងអស់នោះនៅតែបំពេញនៅតែនាំចូលដោយបងប្អូនបានដឹងប្រហែលថ្ងៃកន្លងមកនេះណាតាំងពីថ្ងៃទី7ទី6ទី7ខែ10ចាឆ្នាំ2025គឺត្រួតពិនិត្យឃ្លាំងស្តុកទំនិញដែលមាននាំទំនិញមកពីប្រទេសថៃក្នុងនោះឃ្លាំងនៅម្ដុំភូមិឫស្សីគឺមានទំនិញជាប្រភេទប្រហិតដែលនាំចូលមកពីខាងប្រទេសថៃអត់មានបងពុនហើយអត់មាននេះទៀតការ delay ស្អីគេបងប្អូនការបរិច្ឆេទកំណត់ហ្នឹងហួស delay ទៀតហើយចឹងយើងទាំងអស់គ្នានេះបងប្អូនដែលអត់ដឹងចេះតែទិញហូបហ្នឹងហើយចាក៏ដូចជាមានផ្លែឈើនាំមកពីចិនមួយចំនួនដែលអត់មានបានបងពុនហើយអ្វីដែលសំខាន់មួយទៀតនោះគឺឃ្លាំងនៅច្រាំងចម្រេះនោះចាជាច្រើនតោនចាសត្វអាហារសាច់បង្កកដែលមានការបងពុនប៉ុន្តែអត់មានសារធាតុគីមីលោកផៃវណ្ណៈក៏គាត់កំពុងតែតាមដែរហើយតាក់ទងទៅនឹងករណីទាំងអស់នេះសម្ដេចតេជោលោកបានចេញមកបង្ហោះការពីម្សិលមិញពេលល្ងាចថ្ងៃទី8ខែតុលាឆ្នាំ2025ស្នើឲ្យរាជរដ្ឋាភិបាលចាត់ការទៅលើមន្ត្រីនិងឈ្មួញដែលនៅតែបន្តនាំចូលចាប្រភេទអាហារដែលហាមឃាត់ចូលមកទៀតទាំងដែលមានបំរាមចាមានការបិទព្រំដែននេះអញ្ចឹងឥឡូវលោកផៃវណ្ណៈគាត់មានព័ត៌មានជាច្រើនក្នុងដៃតាក់ទងទៅនឹងមន្ត្រីដែលនៅតែបំពេញបំរាមទាំងអស់ហ្នឹងអញ្ចឹងគាត់សូមបង្ហោះផ្ដាំមកហើយថាឲ្យឈប់ទៅកុំឲ្យខូចអនាគតណាចាអរគុណណាស់នាងខ្ញុំក៏សូមពរនាំសាច់រឿងនៃការបង្ហោះរបស់លោកផៃវណ្ណៈយកមកជាជូនបន្តទៅកាន់បងប្អូនយើងត្រឹមប៉ុណ្នេះរាល់ការខុសឆ្គងក៏សូមអភ័យទោសជួបគ្នាជាមួយលោកអ្នកនៅព័ត៌មានក្រោយ